បាទបងប្អូនទាំងអស់គ្នានឹងគឺជារបៀបស្ងោរស្អំតាជាថ្មីម្ដងទៀតហើយបងប្អូនទាំងអស់គ្នាបាទគឺស្ងោរស្អំបុកទឹកគ្រឿងអំបិលម្ទេសនឹងឯងបងប្អូនទាំងអស់គ្នាបាទជាដំបូងឡើយយើងដាក់ដូចយើងធម្មតាអញ្ចឹងយើងដាក់ទឹកលើភ្លើងអញ្ចឹងទៅណាបាទហើយយើងដំខ្ទឹមដំអីចូលទាំងទៅបាទបន្ទាប់មកទៀតគឺយើងដាក់ផ្សិតដាក់ផ្សិតដែលយើងទិញមកវិតាអីហ្នឹងយើងដាក់វាចូលទៅបាទបន្ទាប់មកគឺយើងកុំភ្លេចយកប្រហុកមកដាក់ផងបាទបងប្អូនបាទព្រោះថាយើងធ្វើអំបិលម្ទេសទឹកគ្រឿងបាទបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយត្រង់ចំណុចកន្លែងនេះគឺយើងស្រោះស្អំស្រោះអីហើយរៀបរយអញ្ចឹងណាបងប្អូនទាំងអស់គ្នាវីដេអូមុនខ្ញុំធ្លាប់បានចេញហើយបាទនេះគឺយើងបុកលីងម្ទេសហើយនឹងខ្ទឹមបាទលីងម្ទេសហើយនឹងខ្ទឹមហើយយើងយកមកបុករៀបរយអញ្ចឹងឆ្អិនអញ្ចឹងយើងយកមកបុកវាហើយយើងដាក់គ្រឿងប៊ីចេងអីចឹងទៅណាតែបងប្អូនទាំងអស់គ្នាបញ្ជាក់ម្ដងទៀតគឺយើងកុំឲ្យដាក់អំបិលបាទដាក់អំបិលធ្វើអីព្រោះថាប្រហុកយើងប្រៃត្រាច់ហើយបាទនេះគឺទឹកប្រហុកបាទទឹកប្រហុកហ្នឹងគឺយើងដាក់ស្ងោរវាឲ្យឆ្អិនបាទជាមុនសិនបាទរួចហើយយើងដាក់ចូលហើយកុំឲ្យដាក់តន់ដាក់ទាំងអស់ខ្លាចលោប្រៃអញ្ចឹងយើងដាក់វាមកល្មមទៅបាទរួចហើយយើងដាក់ជ្រុំវាបាទអ្នកទាំងអស់គ្នាបាទហ្នឹងហើយក៏ដាក់ប៊ីចេងប៊ីអីភ្លក់មើលមកចំរុំអញ្ចឹងណាថាយើងទៅអីយើងដាក់ហ្នឹងទៅបងប្អូនទាំងគ្នាបាទចំណុចកន្លែងនេះប្រហែលជាខ្ញុំស្ទើរគ្រុចឆ្មាព្រោះថាគ្រុចឆ្មាភ្លេចបេះមកប៉ុន្តែគ្រុចឆ្មានៅដើមចំការខ្លួនឯងមាននេះទៅបេះគ្រុចឆ្មាហើយបងប្អូនបាទហ្នឹងហើយអញ្ចឹងទស្សនាតាមគ្រុចឆ្មាដើមខ្លួនឯងបាទបងប្អូននេះធម្មជាតិថតណានេះដើមវាបងនេះវាចាប់ដើមផ្កាហើយវាជាប់ផ្លែទៀតហើយបងប្អូនខ្ញុំបានតែមួយរឿងទូចប៉ុន្តែយើងដាក់អំបិលម្ទេសបានហើយបងប្អូនប៉ុណ្ណឹងយើងដាក់ប៉ុណ្ណឹងបានហើយបាទត្រង់ចំណុចកន្លែងនេះក៏ទូមអធិស្ឋានផងគឺការដោះអាវដោះអីចឹងបាទនៅក្នុងផ្ទះបាយហ្នឹងវាមានអាកាសធាតុរៀងក្តៅបាទក្តៅបន្តិចអញ្ចឹងក៏ដោះអាវតិចទៅបាទអញ្ចឹងក៏ទូមអធិស្ឋានផងបាទអញ្ចឹងក៏សូមអញ្ជើញបងប្អូនទាំងអស់គ្នាទស្សនាតបាទអញ្ចឹងបងប្អូនការស្ងោរស្អំបុកមែនទេបាទឬក៏បុកទឹកគ្រឿងហ្នឹងគឺបានរួចរាល់ហើយបងប្អូនទាំងគ្នាបាទនេះគឺស្នាដៃរបស់ខ្ញុំផ្ទាល់បាទបុកស្ងោរស្អំអញ្ចឹងអរគុណសូមជម្រាបលាបាយបាយ